Rướng ông nút tuần xài ជាធម្មតាអ្នកទាំងអស់គ្នាតែងតែស្ដាប់អំពីសត្វទន្សាយជាសត្វដែលមានប្រាជ្ញាតែងកាត់ក្តីឲ្យសត្វជាច្រើនពេលដែលមានបញ្ហាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាមកស្ដាប់អំពីអំណួតរបស់សត្វទន្សាយវិញម្ដងមានដំណើរមកថាមានសត្វទន្សាយមួយក្បាលរត់លឿនខ្លាំងណាស់គ្មានសត្វណាមួយឈ្នះវាទេហើយវាមានមោទនភាពលើខ្លួនឯងជាខ្លាំងវាចូលចិត្តសើចចំអកដល់សត្វដែលអន់ជាងវាថ្ងៃមួយវាកំពុងធ្វើដំណើរកម្សាន្តលេងតាមផ្លូវក៏ជួបនឹងអណ្ដើកភ្នំមួយក្បាលពេលវាឃើញអណ្ដើកភ្នំពីចម្ងាយវាអស់សំណើចហើយសើចចំអកលឺៗដោយសួរទៅអណ្ដើកភ្នំថាអេអណ្ដើកឯងដើរយឺតៗបែបនេះតើអាចទៅដល់គោលដៅដែលបានទេអណ្ដើកភ្នំនោះមិនខឹងទេក៏ឆ្លើយទៅវិញដោយសុភាពរាបសារបើបងចង់ដឹងច្បាស់បងមកប្រកួតជាមួយខ្ញុំទៅសត្វទន្សាយសើចបែបអស់សំណើចហើយក៏យល់ព្រមភ្លាមព្រោះវាដឹងថាខ្លួនប្រកាសជាឈ្នះនៅថ្ងៃប្រកួតសត្វទាំងពីរក៏ចាប់ផ្ដើមរត់ចំណែកសត្វទន្សាយជាសត្វមានជើងវែងៗនិងពូកែរត់បានលឿននរណាក៏ល្បីពីកេរ្តិ៍ឈ្មោះរបស់វាដែរថាវាជាសត្វដែលរត់លឿនជាងគេនៅក្នុងព្រៃនេះទន្សាយបានរត់យ៉ាងឆ្ងាយពីអណ្ដើកខណៈដែលអណ្ដើកវាមួយយឺតមិនឈប់នោះឡើយពេលដល់ពាក់កណ្ដាលផ្លូវទន្សាយគិតថាអញរត់ដាច់បានពាក់កណ្ដាលផ្លូវទៅហើយបើទោះជាដេក2ថ្ងៃទៀតក៏អណ្ដើកមកមិនទាន់ដល់អញផងថាហើយទន្សាយក៏ដេកក្រោមដើមឈើក្បែរផ្លូវនោះទៅខណៈដែលសត្វទន្សាយកំពុងដេកសត្វអណ្ដើកខំប្រឹងវាបន្តដំណើរយ៉ាងអត់ធ្មត់និងស្ងាត់ស្ងៀមដោយមិនបោះបង់ឡើយទីបំផុតអណ្ដើកបានទៅដល់ទីផ្ដាច់ព្រាត់ដែលបានសន្មត់ជាមួយនឹងទន្សាយអណ្ដើកក៏រងចាំទន្សាយអស់មួយព្រឹកទើបឃើញទន្សាយរត់ទ្រហេបទ្រហោបសម្ដៅទីដែលអណ្ដើកឈររងចាំទាំងទឹកមុខសោកសៅ